សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Pay Avatar របស់យើងខ្ញុំតើអ្នកធ្លាប់ឆ្ងល់ទេថាមានអ្វីកើតឡើងប្រសិនបើអ្នកគ្រាន់តែចាប់ផ្ដើមរត់មិនមែនរត់ម៉ារ៉ាតុងមិនមែនរត់ល្បឿនលឿនខ្លាំងៗទេគ្រាន់តែ30នាទីជារៀងរាល់ថ្ងៃវាស្ដាប់ទៅសាមញ្ញណាស់មែនទេប៉ុន្តែការផ្លាស់ប្ដូរដែលវាអាចនាំដល់រាងកាយនិងស្មារតីរបស់អ្នកគឺពិតជាមិនគួរឲ្យជឿតោះមកចងខ្សែស្បែកជើងរបស់យើងហើយស្វែងយល់ពីវិទ្យាសាស្ត្រដ៏អស្ចារ្យដែលនៅពីក្រោយការរត់30នាទីប្រចាំថ្ងៃទាំងអស់គ្នាអត្ថប្រយោជន៍ដល់រាងកាយសុខភាពបេះដូងនិងសួតដំបូងយើងនិយាយអំពីរាងកាយរបស់អ្នកក្នុងរយៈពេលពី3សប្តាហ៍ដំបូងអ្នកនឹងសម្គាល់ឃើញថាបេះដូងនិងសួតរបស់អ្នកកាន់តែរឹងមាំអារម្មណ៍ដង្ហើមខ្លីនៅពេលអ្នកកើតឡើងនឹងចាប់ផ្ដើមបាត់ទៅសុខភាពសរសៃឈាមរបស់អ្នកនឹងប្រសើរឡើងយ៉ាងខ្លាំងដោយសារតែបេះដូងរបស់អ្នកក្លាយជាម៉ាស៊ីនបូមដែលមានប្រសិទ្ធភាពជាងមុនដែលបញ្ជូនឈាមសម្បូរអុកស៊ីហ្សែនទៅទូទាំងរាងកាយរបស់អ្នកការរត់30នាទីប្រចាំថ្ងៃអាចដុតបំផ្លាញកាឡូរីបានច្រើនជួយអ្នកបង្កើតសាច់ដុំដែលរឹងមាំនិងបង្កើនការរំលាយអាហាររបស់អ្នកដូច្នេះអ្នកកំពុងដុតបំផ្លាញជាតិខ្លាំងទោះបីជាអ្នកកំពុងសម្រាកក៏ដោយឆ្អឹងរឹងមាំឆ្អឹងរបស់អ្នកក៏នឹងអស់គុណដែរការរត់គឺជាលំហាត់ប្រាណដែលទ្រទ្រង់ទម្ងន់ដែលជំរុញឲ្យឆ្អឹងរបស់អ្នកកាន់តែក្រាស់និងរឹងមាំកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងនៅពេលក្រោយក្នុងជីវិតអត្ថបទផ្លូវចិត្តប៉ុន្តែវិតាមីនមិនឈប់ត្រឹមសុខភាពរាងកាយរបស់អ្នកទេអត្ថបទផ្លូវចិត្តគឺមានឥទ្ធិពលបញ្ចាំងគេឡើយតើអ្នកធ្លាប់ឮអំពីអារម្មណ៍ស្រស់ស្រាយរបស់អ្នករត់ទេវាជារឿងពិតការរត់បញ្ចេញអង់ដូហ្វីនដែលជាសារធាតុគីមីធម្មជាតិដែលធ្វើឲ្យខួរក្បាលរបស់អ្នកមានអារម្មណ៍ល្អវាដើរតួជាអ្នកបង្កើតអារម្មណ៍ធម្មជាតិកំចាត់ភាពតានតឹងនិងការថប់អារម្មណ៍ការផ្ដោតអារម្មណ៍និងការច្នៃប្រឌិតការរត់ប្រចាំថ្ងៃអាចប្រៀបដូចជាការធ្វើសមាធិដែលផ្ដល់ឲ្យអ្នកនៅ30នាទីនៃពេលវេលាសម្រាប់ខ្លួនអ្នកដើម្បីសម្អាតគំនិតរបស់អ្នកដំណើរការគំនិតរបស់អ្នកហើយត្រឡប់មកវិញដោយមានអារម្មណ៍ស្រស់ស្រាយនិងផ្ដោតអារម្មណ៍មនុស្សជាច្រើនយល់ថាភាពច្នៃប្រឌិតនិងជំនាញដោះស្រាយបញ្ហារបស់ពួកគេទទួលបានការជំរុញដ៏ធំបន្ទាប់ពីការរត់ហើយកុំភ្លេចរឿងការគេងការធ្វើលំហាត់ប្រាណទៀងទាត់ជួយគ្រប់គ្រងវដ្តនៃការគេងរបស់អ្នកនាំឲ្យមានការគេងកាន់តែជ្រៅនិងមានភាពស្រស់ស្រាយជាងមុនអ្នកនឹងភ្ញាក់ឡើងដែលមានអារម្មណ៍ថាមានថាមពលកាន់តែច្រើនហើយត្រៀមខ្លួនដើម្បីចាប់ផ្ដើមថ្ងៃថ្មីដូច្នេះតើអ្វីជាចំណុចសំខាន់ការបដិញ្ញាចិត្តក្នុងការរត់30នាទីជារៀងរាល់ថ្ងៃគឺជាការវិនិយោគដ៏ល្អបំផុតមួយដែលអ្នកអាចធ្វើសម្រាប់ខ្លួនអ្នកវាមិនមែននិយាយអំពីការក្លាហានជាអ្នកលឿនបំផុតនោះទេវាគឺនិយាយអំពីភាពជាប់លាប់អ្នកកំពុងកសាងរាងកាយដែលរឹងមាំជាងមុនស្មារតីច្បាស់លាស់ជាងមុននិងស្មារតីដែលកាន់តែមានភាពធន់ម្ដងមួយជំហានជាការពិតណាស់សូមធ្វើឲ្យរាងកាយរបស់អ្នកកម្ដៅសាច់ដុំឲ្យបានត្រឹមត្រូវហើយប្រហែលជាអាចរកមិត្តភ័ក្តិចូលរួមជាមួយអ្នកការធ្វើដំណើរ1000ម៉ៃល៍ចាប់ផ្ដើមដោយជំហានតែមួយហើយការធ្វើដំណើររបស់អ្នកទៅកាន់ភាពរឹងមាំនិងសុភមង្គលអាចចាប់ផ្ដើមដោយគ្រាន់តែ30នាទីនៅថ្ងៃនេះសូមអរគុណសម្រាប់ការទស្សនាបើសិនបើអ្នកយល់ថាវាមានប្រយោជន៍សូមចុចប៊ូតុង like និងកុំភ្លេច subscribe សម្រាប់គន្លឹះបន្ថែមទៀតស្ដីពីការរស់នៅប្រកបដោយគុណភាពជីវិតរបស់អ្នកជួបគ្នានៅវីដេអូបន្ទាប់